ចាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនេះខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ទឹកអំពៅជាប្រភេទគៀបអនាម័យប្រើជាមួយនឹងម៉ាស៊ីនកាច់សោដេថ្មីមួយឈុតទៀតហើយចាដែលភ្ញៀវរបស់យើងគាត់បានកំងណាចាហើយខាងលើនេះដែរគឺយើងមានទូសម្រាប់ដាក់គ្រឿងកំប៉ុងខាងក្រោមគឺយើងដាក់អំពៅដាក់អីបានណាចាខាងមុខនេះដែរគឺជាក្បាលគៀបរបស់យើងគឺជាប្រភេទថ្មិញវែងបែបហ្នឹងតែម្ដងចាយើងអាចសុកអំពៅបានម្ដង2ដើម3ដើមអញ្ចឹងណាហើយអានេះគឺជាដុំកាច់សោដេរបស់យើងគឺមានរៀបចំជាប្រព័ន្ធខ្សែភ្លើងតហើយឲ្យមកស្អាតដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងហើយខាងក្រោមនេះដែរគឺជាម៉ាស៊ីនរបស់យើងគឺជាប្រភេទម៉ាស៊ីនថ្មីហើយកេះតែម្ដងចាកម្លាំងរបស់វាគឺ8សេះកន្លះចាឥឡូវយើងមកមើលកន្លែងកាច់សោដេយើងកាច់តង់ទី1គឺយើងកាច់បើកកាច់តង់ទី2គឺយើងកាច់ដេចាប៉ុន្តែដោយសារតែកន្លែងនេះគឺខ្ញុំទាញវាមកអត់ដល់កលៈអញ្ចឹងដេអត់ឆេះតហើយជាងមកគាត់បើកឲ្យអញ្ចឹងណាអានេះពេលដែលយើងបើកកាច់សោដេហើយគឺម៉ាស៊ីនរបស់យើងគឺដំណើរការបែបហ្នឹងចាឥឡូវយើងបិទទ្វារវិញយើងងាកទៅមើលខាងលើទាំងអស់គ្នានេះក្បាលគៀបរបស់យើងកំពុងតែដំណើរការចាហើយបើសិនជាយើងឈប់កិនហើយគឺយើងគ្រាន់តែកាច់វាមកខាងឆ្វេងដៃបែបហ្នឹងមកគឺម៉ាស៊ីនរបស់យើងគឺបានតែលុតដៃចាវាឈប់ដំណើរការហើយវាងាយស្រួលបែបហ្នឹងចាសម្រាប់មួយឈុតនេះដែរគឺយើងមានរៀបចំជាឈុតមួយស្រេចមួយស្អាតជូនគាត់តែម្ដងចាហើយឥឡូវនេះដែរយើងមកមើលកន្លែងចាប់ម៉ូតូខ្ញុំសូមបង្ហាញពីកន្លែងចាប់ម៉ូតូមិនបន្តិចព្រោះដោយសារមានភ្ញៀវរបស់យើងជាច្រើនដែលគាត់តែងទៅសួរថាម៉ូតូរបស់យើងពេលដែលចាប់ភ្ជាប់ជាមួយនឹងលំអហើយគឺអាចដោះប្រើបានវិញអត់ចឹងណាព្រោះអ្នកខ្លះទៅគាត់មានម៉ូតូតែមួយគ្រឿងអញ្ចឹងគាត់ចង់ចាប់ផងជិះផងអញ្ចឹងណាខ្ញុំចង់បញ្ជាក់ថាគឺយើងអាចដោះបានធម្មតាចាគឺប្រើអក្សរលេខ14 17គឺយើងអាចដោះចេញចូលខ្លួនឯងបានចាឥឡូវយើងមកមើលទូខាងក្រោយរបស់យើងវិញចាគាត់មានទូមួយទៀតដោយសារតែគាត់មានតម្រូវការលក់ច្រើនគាត់ចង់លក់ដូចជាគ្រឿងម្ជូរគ្រឿងអីចឹងណាអញ្ចឹងគាត់ឲ្យថែមទូនឹងមួយទៀតទៅគាត់ថាបើគាត់អត់លក់ម្ជូរទេគាត់លក់មីលក់អីអញ្ចឹងណាគាត់ដាក់តាំងឲ្យបានរបស់គាត់អញ្ចឹងទៅអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានតម្រូវការអីគឺអាចធ្វើការកម្មងបានចាតាមរយៈเพจនេះផ្ទាល់ឬក៏តាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើเพจយើងខ្ញុំផងដែរចាហើយឥឡូវនេះវីដេអូនឹងយើងក៏មានតែប៉ុណ្្នឹងទេក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះផងដែរចាបាយបាយ